សម្រាប់បងប្អូនណាដែលទៅប្រឡងចាប់ទី12ហើយមានកូនចិត្តចង់បបួលម៉ាក់ប៉ាទៅរស់នៅអាមេរិកដើម្បីរៀនតនៅអាមេរិកអីចឹងណាយល់ហើយថាក្មេងៗយើងចូលចិត្តនៅកន្លែងស៊ីវិល័យទាន់សម័យអីចឹងស្រួលឯនៅក្នុងការរកកន្លែងរស់នៅចុះចាស់ធ្វើម៉េចគាត់ចេះសម្របខ្លួននៅនេះដូចនៅក្នុងវីដេអូនេះចឹងតិចច្រឡំស្មាននៅសួនវត្តបតុមកំពង់ចាមកំពង់ឆ្នាំងអីមែនទេណាគឺនៅសហរដ្ឋអាមេរិកប៉ុន្តែគឺសិតតែប្រជាជនខ្មែរយើងដែលគាត់ប្រើជីវិតមើលទៅមួយយ៉ាងរបស់គាត់ដែរអ្នកខ្លះយកកតេទៅពេញនិចនៅសួនច្បារអ្នកខ្លះទៅមានការប្រគំតន្ត្រីច្រៀងលេងកំសាន្តរំវងសារវ័នឡាំលាវសិតតែបត់ខ្មែរហើយសិតតែខ្មែរមានអារម្មណ៍ថាអត់ដូចនៅស្រុកអាមេរិកទេអ្នកទាំងអស់គ្នាអ្នកខ្លះគាត់លេងអុកលេងបៀលេងអីទាំងទៅច្រឡំថាតតែចាស់ណាដែលគាត់ចេះអង់គ្លេសបានគាត់ទៅដល់នោះមានប្រស្រ័យតាក់ទងគ្នាកើតអត់ទេទៅដល់នោះគឺមានចការនិយាយខ្មែរទិញដូរលក់ជាភាសាខ្មែរសំបីតែក្រៅអូខេដែលគេកំពុងច្រៀងហ្នឹងគាត់ច្រៀងក្រៅអូខេបត់ខ្មែរដែរខ្ញុំជឿថាមានបងប្អូនខ្មែរយើងច្រើនខ្លាំងមែនតើហ្មងដែលនៅក្នុងស្រុកគេមិនថាស្រុកអាមេរិកឬមួយក៏នៅស្រុកកាណាដានៅណាក៏ដោយគាត់កំពុងតែធ្វើការរលុយបានឬមួយក៏កំពុងតែរីករាយជាមួយនឹងជីវិតដែលនៅស្រុកគេហើយគាត់ចង់នាំម៉ាក់ប៉ាគាត់ចាស់ហ្នឹងទៅនៅជាមួយគាត់នៅក្នុងស្រុកគេដែរប៉ុន្តែម៉ាក់ប៉ាគាត់ចាស់គាត់អត់ចេះនៅស្រុកគេទេគឺអត់ចេះរបៀបរបបនៅក្នុងការនៅអីចឹងណាមកមើលក្នុងវីដេអូមួយនេះបាច់តតែម៉ាក់ប៉ាឬមួយក៏យាយតាអីចាស់ហើយមកចង់អាយុប៉ុណ្ណាក៏ដោយក៏អត់មានតែគេចូលចិត្តភាពឯកោដែរគាត់ទៅនៅស្រុកគេគាត់ទានឹកផ្ទះនឹកស្រុកខ្មែរគាត់ទាហត់មកស្រុកខ្មែរវិញតែឲ្យគាត់នៅក្នុងស្រុកខ្មែរប៉ុន្តែខំគាត់នៅតែក្នុងផ្ទះអត់ឲ្យគាត់ទៅណាអត់ឲ្យគាត់មានញាតិអត់ឲ្យគាត់ចេញទៅក្រៅដើរលេងកំសាន្តក៏គាត់អត់ចេះនៅដូចគ្នាអ៊ំពូមីងនៅក្នុងវីដេអូនេះគឺគាត់ចេះរកកន្លែងសុបាយរបស់គាត់មកតំណងរបស់គាត់ទៅនិយាយទៅពេលណាតនេសៅអាទិត្យឬមួយក៏ពេលណាគាត់ចូលនិវត្តន៍ប៉ុន្តែបើសិនជាអ្នកអត់ចូលនិវត្តន៍ថ្ងៃឡើងគាត់ធ្វើការធ្វើអីចឹងទៅល្ងាចឡើងគាត់ទៅដើរលេងកំសាន្តនៅតាមសួនច្បារអីចឹងណាចឹងឯងការរស់នៅមិនសំខាន់លើទីតាំងទេសំខាន់លើយើងខ្លួនឯងនឹងចេះរកកន្លែងណាឲ្យយើងខ្លួនឯងនឹងសុបាយអត់ប៉ុន្តែយើងរើសមើលទីតាំងដែរថាយើងនៅម្ដុំនឹងសបោខ្មែរអត់បើសិនជាអត់សូវមានខ្មែរក៏ពួកគាត់រៀងឯកាអបសុកអីចឹងដែរដោយសារតែគាត់អត់ចេះអង់គ្លេសអ្នកខ្លះទៅក៏គាត់អត់ចេះអក្សរអីចឹងទៅគាត់ពិបាកនៅក្នុងការប្រស្រ័យតាក់ទងជាមួយនឹងអ្នកជិតខាងឬមួយក៏អ្នកជំនាញអីចឹងទៅអញ្ចឹងខ្ញុំ recommend កន្លែងដែលអ្នកដែលគាត់គិតថាចង់ឲ្យចាស់ទៅដល់កុំធុញគាត់អាសានៅម្ដុំ Stockton Modesto ក៏នៅចិត្ត Stockton ដែរឬមួយក៏ Long Beach អីចឹងទៅគឺមានទីក្រុងខ្មែរភូមិខ្មែរអីច្រើនខ្លាំងមែនតើហ្មងមានវត្តមានអីឲ្យគាត់ទៅទៀតណាអ្នកទាំងអស់គ្នាហើយតនេគាត់អាចទៅដើរលេងតាមសួនច្បារជាងក្រៅអូខេលេងឬមួយក៏លេងអុកលេងបៀឬមួយក៏ធ្វើអីលក់កំសាន្តអារម្មណ៍ក៏បានដែរមិនសំខាន់គាត់មិនទៅបដោតទៅលើការលក់ដើម្បីរកលុយមួយបុកទេពេលខ្លះទៅគាត់ទៅដើម្បីបំបត្តិអបសុកដើម្បីទុកថាជាការហាត់ប្រាណអីក៏មានដែរអញ្ចឹងទៅបងប្អូនប្រជាជនខ្មែរយើងបើកលក់នេះលក់នោះដូចយើងបើកនៅ Walking Street មកជួរមាត់ទន្លេយើងអញ្ចឹងនៅខ្មែរយើងគេហៅតែផ្លូវថ្មើរជើងហ្នឹងនឹងឲ្យគេលក់របៀបអញ្ចឹងដាក់តុកលក់អញ្ចឹងទៅដល់ពេលលក់ហើយគេលើកដាក់ឡានទៅវិញអញ្ចឹងទៅសួនច្បារនោះលាតទេអត់មានចការមានតូបមានផ្ទះមានអីអត់ទេគឺគេលើកផ្ទះលើកតុកអីលើកផ្ទះហ្មងលើកតុកលើកអីមកពីផ្ទះដូចបោះតង់អញ្ចឹងហើយគេលក់អីអញ្ចឹងទៅយើងទៅយើងទៅលេងអញ្ចឹងទៅវារបៀបថាមានអារម្មណ៍ថាជាប់តំណែងតំណងជាមួយប្រជាជនខ្មែរយើងច្រើនហើយគេមានជាសហគមន៍ខ្មែរទៅយើងទៅហាត់លំហាត់អីខ្មែរយើងក៏បានដែរនិយាយទៅមានអារម្មណ៍ថាដល់ពេលយើងរកអីគាត់លេងឲ្យគាត់មាននេះមាននោះឲ្យគាត់មើលឲ្យគាត់អីចឹងទៅមានអារម្មណ៍ថាមួយថ្ងៃគឺមួយផ្លែតហ្មងតែបើសិនជាយើងឲ្យគាត់នៅតែក្នុងផ្ទះ12ម៉ោងនៅក្នុងផ្ទះគឺមានអារម្មណ៍ថាយូរខ្លាំងដូចមួយឆ្នាំអញ្ចឹងហ្នឹងឯងជាហេតុផលដែលគាត់ទាមិននៅស្រុកខ្មែរវិញហើយគាត់អត់ព្រមនៅស្រុកគេខ្ញុំឃើញច្រើនខ្លាំងមែនតើមកដែលទាមិននៅស្រុកខ្មែរវិញណែនាំកន្លែងរស់នៅល្អឲ្យប្រជាជនខ្មែរយើងនៅអាមេរិកហើយខ្ញុំណែនាំរបស់ល្អមួយទៀតឲ្យអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលគាត់រកស៊ីខាងបើកឡានផ្លូវឆ្ងាយបងបើកតាក់ស៊ីឬមួយក៏សិស្សសាលាដែលគាត់ត្រូវថែម៉ោងយប់កម្មការនីអីដែលគាត់ត្រូវថែម៉ោងយប់អីគាត់អាចញ៉ាំជាមួយនឹងភេសជ្ជៈបើកម្លាំងគ្រុត energy បានដែលជំនួយកម្លាំងអ្នកទាំងអស់គ្នាឲ្យបានល្អហើយដាក់តកកមកតិចឆ្ងាញ់ដល់កបរហើយជាពិសេសគឺផលិតផលរបស់កូនខ្មែរយើងសុទ្ធ 100% គេមាន3ពណ៌3ជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើសរសជាតិទៀតហើយខ្ញុំណែនាំខ្លាំងហ្មងសម្រាប់បងណាដែលគាត់ត្រូវការបើកឡានផ្លូវឆ្ងាយ4 5 6ម៉ោងអីងោកតាមផ្លូវអត់សុវត្ថិភាពទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ស្វាហាប់ចង់ស្វាងអាចញ៉ាំជាមួយភេសជ្ជៈបើកម្លាំងគ្រុត energy បាន